បងប្អូនមនុស្សអាចស្អប់បងប្អូនដោយសារតែហេតុ3យ៉ាងឬដោយសារតែហេតុមួយក្នុងចំណោមហេតុទាំង3នេះទី1មូលហេតុដែលគេស្អប់បងប្អូនដោយសារគេចង់ខ្លាយជាបងប្អូននឹងឯងគេចង់ខ្លាយជាបងប្អូនប៉ុន្តែគេស្អប់បងប្អូនគេអត់ចូលចិត្តបងប្អូនទេប៉ុន្តែចេតនារបស់គេចង់ឲ្យមានជីវិតដូចបងប្អូនចឹងឯងប៉ុន្តែហេតុអីគេស្អប់ព្រោះបងប្អូនមានជីវិតល្អមានការងារល្អមានគ្រួសារល្អមានផ្ទះរស់នៅល្អមានមធ្យោបាយធ្វើដំណើរទៅណាមកណាល្អចឹងទៅអញ្ចឹងគេស្អប់តែគេចង់ខ្លាយជាបងប្អូនហេតុទី2ដោយសារគេស្អប់ខ្លួនឯងដល់អញ្ចឹងទៅគេចំណែនបងប្អូនគេចំណែនទៅក៏ធ្វើឲ្យគេប្រៀបធៀបខ្លួនឯងជាមួយបងប្អូនបន្តខ្លួនឯងខឹងខ្លួនឯងស្អប់ខ្លួនឯងដល់ប្រៀបធៀបមួយបងប្អូនទៅបងប្អូនល្អជាងអញ្ចឹងគេស្អប់យើងហេតុទី3ដោយសារគេឃើញបងប្អូនហ្នឹងជាការគំរាមកំហែងឬក៏ជាហានិភ័យសម្រាប់គេខ្ញុំឧទាហរណ៍ថាបងប្អូនមានអ្វីដែលល្អជាងគេដល់អញ្ចឹងទៅទោះបីគេខំមិនក៏ដោយគេអត់បានល្អដូចបងប្អូនទេអញ្ចឹងទៅគេមើលឃើញបងប្អូនហ្នឹងគឺជា threat គឺជាការគំរាមកំហែងឬក៏ជាហានិភ័យសម្រាប់គេប្រឹង10ឆ្នាំហើយតែនៅតែអត់បានដូចបងប្អូនទៀតអញ្ចឹងទៅគេអត់ចូលចិត្តយើងទេគេស្អប់យើងអញ្ចឹងយោងទៅលើហេតុផលទាំង3នេះវាអាចគេស្អប់យើងដោយសារហេតុផលទាំង3ហ្នឹងតែម្ដងឬក៏អាចមានហេតុផលមួយក្នុងចំណោមហេតុផលទាំង3សញ្ញាបញ្ជាក់ថាបងប្អូនឆ្លាតជាងមនុស្ស 95% ចំណុចទី1បងប្អូនសុខចិត្តមានមិត្តភក្តិតិចឬអត់មានមិត្តភក្តិឬនៅម្នាក់ឯងក៏ប្រសើរជាងមានមិត្តខ្លែងខ្លាយឬក៏មិត្តដែលនិយាយល្អពីមុខចាំចាក់យើងនៅពីខាងក្រោយអញ្ចឹងនេះគឺជាសញ្ញាទី1ហើយបើសិនជាបងប្អូនចូលនៅក្នុងសញ្ញាមួយនេះមានន័យថាបងប្អូនមានចំណុចពិសេសមួយហើយចំណុចទី2បងប្អូនចូលចិត្តសួរច្រើនឆ្ងល់ច្រើនមិនជឿទៅលើអ្វីដែលគេនិយាយ 100% ឬទាំងស្រុងអត់ទេគេនិយាយមក100អញ្ចឹងជឿតែ5ជឿតែ10ទេ 95% ទៀតស្រាវជ្រាវខ្លួនឯងស្វែងយល់ខ្លួនឯងសួរខ្លួនឯងឬក៏ពេលខ្លះសិក្សាពីសាច់រឿងហ្នឹងតាំងពីដើមរហូតដល់ចប់រួចហើយបានធ្វើការវិនិច្ឆ័យតាមក្រោយអញ្ចឹងមនុស្សប្រភេទនេះឆ្លាតណាស់អត់ចេះតែជឿគេផ្ដេសផ្ដាសទេចេះគិតវិភាគពិចារណាថ្លឹងថ្លែងនិងស្រាវជ្រាវដោយខ្លួនឯងរីឯចំណុចទី3គឺបងប្អូនអត់ចង់ដឹងអត់ចង់ឮរឿងអ្នកដទៃទេនិយាយទៅអាចនិយាយដើមអ្នកដទៃហ្នឹងគឺអត់និយាយហើយបើគេនិយាយដើមអ្នកដទៃប្រាប់បងប្អូនក៏បងប្អូនអត់ចង់ស្ដាប់ដែរបងប្អូននឹងប្រាប់គាត់ថាមនុស្សម្នាក់នឹងមានសាច់រឿងផ្សេងគ្នាមនុស្សម្នាក់នឹងអាចមានពេលវេលាដែលខ្លួនអាចធ្វើខុសឬក៏បង្កើតកំហុសឬក៏បរាជ័យអញ្ចឹងអត់ចង់ស្ដាប់ទេគេអត់ល្អយ៉ាងម៉េចគេបង្កើតកំហុសយ៉ាងម៉េចគេជាមនុស្សយ៉ាងម៉េចអត់ចង់ដឹងទេគេមិនទៅអានឹងរឿងរបស់គេតែសំខាន់ខ្លួនឯងនិយាយទៅអត់ដ្រាម៉ាអត់និយាយច្រើនអត់តប៉ែទេបើនិយាយអីមានសាច់ការហើយបងប្អូនជាមនុស្សដែលចូលចិត្តធ្វើការច្រើនជាងនិយាយដូច្នេះបើសិនជាបងប្អូនមានបុគ្គលិកលក្ខណៈទាំង3នេះបងប្អូនជាមនុស្សដែលឆ្លាតជាងមនុស្សទូទៅ 95% ហើយសម្រាប់ថ្ងៃនេះខ្ញុំបានចូលរួមកម្មវិធីមួយគឺសង្កេតឃើញថាចាស់ខ្ញុំគួរតបមកចាស់ហើយបាយតែគាត់និយាយគ្នារឿងមួយដែលខ្ញុំគួរចិត្តអត់ឯងបានស្គាល់អីទេបងអត់ដឹងទេអត់គឺអត់ដឹងទេរឿងហ្នឹងគឺដោយសារតែពេលដែលគាត់អង្គុយជុំគ្នាគាត់ថាឥឡូវហ្នឹងតំណែងតំណងរវាងប្រិយប្រពន្ធរបស់គាត់ប្រៀបបីដូចជាបងប្អូនគ្នាទៅវិញខ្ញុំអង្គុយឆ្ងល់ពីតែបងប្អូនកាយជាដំណាក់បែបផ្សេងហើយបើសិនជាប្រិយប្រពន្ធបែបផ្សឹងចុះហេតុអីបានគាត់និយាយបែបហ្នឹងហើយខ្ញុំក៏ភ្លេចសួរគាត់ទៅទៀតតែបងប្អូនដឹងថាហេតុអីបានអាចនឹងមានរឿងកើតឡើងចឹងខ្ញុំតោះសួរថាដើម្បីរក្សាទំនាក់ទំនងប្រិយប្រពន្ធឲ្យល្អហើយឲ្យស្រឡាញ់គ្នាដល់ចាស់ព្រឹកព្រេងកោនខ្នងដោយបន្សល់នៅអារម្មណ៍ក្តីស្រឡាញ់ចឹងតើគិតថាមានចំណុចអីខ្លះដែលយើងគួរតែអនុវត្តធ្វើវាជារឿយដើម្បីបន្តដំណើរទៅដល់ថ្ងៃនោះឲ្យមានន័យអូខេអញ្ចឹងអានេះវាជាគំនិតមកពីអ្នកខ្ញុំសម្រាប់តំណែងតំណងដែលយើងឲ្យថាចាស់ទៅនៅតែស្រឡាញ់គ្នាវាមិនមែនជារឿងចៃដន្យនេះហើយវាក៏មិនទុនទៅលើសំណាងដែរព្រោះវាពឹងផ្អែកទៅលើការប្រស័យតាក់ទងរបស់គាត់តាំងពីការចាប់ផ្ដើមតទៅគឺសំខាន់ខ្ញុំគិតថាមាន4ចំណុចសំខាន់ចាទី1គឺភាពស្មោះត្រង់ចាភាពស្មោះត្រង់ជាគោលនិយាយទៅមិនថាសក្តិតំណងប្តីប្រពន្ធទេមិនថាជាការរស់ស៊ីធ្វើការមិត្តភ័ក្តិគ្រប់យ៉ាងគឺយើងចង់បានភាពស្មោះត្រង់អូខេស្មោះត្រង់ចាទី2គឺជាក្តីស្រឡាញ់ចាធ្វើម៉េចគឺរក្សាក្តីស្រឡាញ់របស់យើងកុំឲ្យវាសាបតែកាលណាយើងទុកចោលយូរវាសាបហើយដោយសារតែគាត់លែងមានអារម្មណ៍ស្រឡាញ់ឲ្យគ្នាបើគាត់ហ៊ាននិយាយទៀតថារស់នៅជាមួយគ្នាអា
វិតបងប្អូនគាត់នៅជាមួយគ្នាមើលថែសារគ្នាពេលចាស់ទៅអញ្ចឹងណាអញ្ចឹងបានន័យថាការយកចិត្តទុកដាក់ការផ្ដល់ឲ្យការបារម្ភវាឡើងទៅខុសខ្លះចាវាឡើងក្នុងចំណុចហ្នឹងគឺសំខាន់ណាស់បងប្អូនគឺយើងត្រូវតែធ្វើម៉េចឲ្យចំណងស្នេហារបស់យើងមករត់ចំណងក្តីស្រឡាញ់របស់យើងហ្នឹងគឺឲ្យវានៅតែមាំចាដោយតាមរយៈអីការស្រឡាញ់យកចិត្តទុកដាក់មើលថែរក្សាដល់ពេលវេលាឲ្យគ្នាគេថាមានពេលវេលាឯកជនផ្ទាល់ខ្លួនពីអ្នកប្តីប្រពន្ធអញ្ចឹងណាបាទអញ្ចឹងបងថារឿងហ្នឹងយើងរត់តាំងវាតាំងពីយើងនៅក្មេងណាចាមិនទៅរត់ពេលដែលយើងចាស់ណាចាហើយអាពេលដែលអារម្មណ៍យើងបែបយើងឧទាហរណ៍ថាគូជីវិតខ្លះគាត់បែបសម្បូរឬអង្គខ្លាំងពេកអាហ្នឹងក៏ជាដើមហេតុធ្វើឲ្យតទៅមុខវានឹងអាចជួបនឹងហ្នឹងតែបើឃើញគូជីវិតហ្នឹងគាត់មានភាពល្អប្រសើរក្នុងការប្រសើរតែតទៅល្អច្រើនវាអាចធ្វើឲ្យចំណុចដែលយើងចង់បាននៅថ្ងៃមុខប្រកបខ្ញុំគិតថាវានឹងអាចរលូនល្អអារម្មណ៍នៃស្រឡាញ់វានឹងទៅល្អអញ្ចឹងចាទី3គឺជាការគោរពឲ្យតម្លៃគ្នាគោរពឲ្យតម្លៃចាវាជារឿងមួយដែលសំខាន់ណាស់បើទោះបីជាមនុស្សទូទៅក៏យើងត្រូវតែមានសិលធម៌ក្នុងខ្លួនដែរចាអញ្ចឹងគូជីវិតទៀតមែនតើគឺវាពិតជាអស្ចារ្យវានិយាយទៅវាគឺវាពិសេសជាងគេបាទយើងគោរពទៅវិញទៅមកការឲ្យតម្លៃក៏ដូចជាការផ្ដល់កិត្តិយសជាពិសេសគឺកុំបំបាក់មុខគូជីវិតរបស់យើងនៅមុខអ្នកដទៃព្រោះវាជារឿងមួយដែលអាចធ្វើឲ្យអារម្មណ៍របស់ដៃគូគាត់មានអារម្មណ៍ថាខ្នក់នៅក្នុងចិត្តម្ល៉េះហ្នឹងហើយទី4គឺជាការដែលយើងរៀនលើកលែងទោសអត់ឲ្យនឹងគ្នាបាទព្រោះតាមចំណុចហ្នឹងយើងទទួលស្គាល់ថាអត់មានអ្នកណាល្អអត់ខ្ចោះទេគ្រប់គ្នាតែងតែមានចំណុចខ្វះខាតការសាងកំហុសផ្សេងដែលធ្វើឲ្យយើងអត់សប្បាយចិត្តអត់ពេញចិត្តនឹងគ្នាតែយើងត្រូវដឹងថាយើងជាប្តីប្រពន្ធយើងត្រូវកែខៃគ្នាយើងមកបំពេញឲ្យគ្នាយើងធ្វើម៉េចកំហុសតូចតាចអីយើងលើកលែងអត់ឲ្យបំភ្លេចចោលជាយើងធ្វើរឿងល្អឲ្យគ្នាទៅវិញទៅមកអញ្ចឹងបានន័យថាគ្មានអ្នកគេ perfect ទេអាចពេលខ្លះខាងប្តីគាត់ល្អទៅប្រពន្ធជួយណែនាំទៅលើកលែងទោសខ្លះទៅពេលខ្លះខាងភរិយាគាត់ពិតជាធ្វើរឿងហ្នឹងទៅវាមិនសមទេមិនត្រូវទេអញ្ចឹងយើងក៏អាចថាភាសាគ្នាទៅកែតម្រូវទៅដោះស្រាយទៅហើយនឹងលើកលែងទោសខ្លះទៅខាងចំណុចហ្នឹងសូមបន្ថែមបន្តិចខាងដៃគូគាត់លើកលែងទោសឲ្យហើយអញ្ចឹងក្នុងនាមយើងខ្លួនឯងក៏យើងត្រូវតែកែខ្លួនឯងដែរបើមិនជាមានចំណុចណាមិនល្អខ្វះខាតខុសទោសយើងជាជាងកែលើកលែងទោសហើយបោកបំភ្លេចចោលទៀតជាច្រើនគឺកុំរំលឹកចាប៉ុន្តែខ្លះវាឈួលដែរអូខេអញ្ចឹងសម្រាប់ការបង្កើនតំណែងនឹងក្តីស្រឡាញ់ខ្ញុំគិតថាប្រហែលជាមានច្រើនចំណុចជាងនេះទៀតបើសិនជាអង្គភូមិវិញបងប្អូនដែលមានចំណុចពិសេសអាចជួយទម្លាក់ក្នុងប្រអប់ comment ដើម្បីឲ្យបងប្អូនដែលគាត់បានទស្សនាក៏ដូចជាការមើលគាត់ដឹងថាអូយើងត្រូវធ្វើបែបនេះបន្ថែមទៀតទើបជីវិតគូរបស់យើងវាប្រពៃទៅដល់ថ្ងៃដែលយើងអាយុច្រើនទៅយើងនៅតែអារម្មណ៍ស្រឡាញ់គ្នាដដែលចា៎តែយើងយកចិត្តទុកដាក់ជាមួយគ្នាអញ្ចឹងហើយខ្ញុំមានតែជូនពរអ្នកទាំងអស់គ្នាឲ្យស្រឡាញ់គ្នាយល់គ្នាជាពិសេសបើសិនជាមានរឿងចំណុចណាមួយដែលខុសខ្ទាស់យើងដោះស្រាយគ្នាទៅអន់ចិត្តតិចតួចតែកុំដល់ថ្នាក់ឆ្លោះគ្នាបាទហើយយើងដោះស្រាយជាមួយគ្នាទៅអរគុណច្រើនរឿងដែលប្រពន្ធដែលអស់អារម្មណ៍ជាមួយគ្នាគឺដោយសារតែបង្កើតនៅបញ្ហាឬក៏បង្កើតនៅរឿងរ៉ាវឆ្លោះប្រកែកទាស់តែងគ្នាដែលធ្វើឲ្យចិត្តអារម្មណ៍ដកឃ្លាពីគ្នាបន្តិចម្ដងនឿយណាយបន្តិចម្ដងហើយជាពិសេសការគុំទុកការគិតទុកនៅក្នុងចិត្តការគុំទុកការគិតទុកអាក្រក់ឆ្លោះគ្នាយូរច្រេញប៉ុន្តែអាគុំទុកយូរវាទៅជាអស់ចិត្តអស់ថ្លើមតែម្ដងពីព្រោះអារម្មណ៍របស់យើងនេះវាកើតមកពីគំនិតវាកើតមកពីការគិតបើយើងគិតអាក្រក់អារម្មណ៍អាក្រក់បើយើងគិតល្អអារម្មណ៍ល្អការដែលអស់ចិត្តពីគ្នានឿយណាយគ្នាហ្នឹងគឺដោយសារតែគិតអាក្រក់ឬក៏មិនគិតអាក្រក់ក៏ឆាប់ធាក់ថយចេញហើយមិនគិតអ្នកដទៃវិញក៏អារម្មណ៍ហ្នឹងអត់មានភាពត្រេកត្រអាលជាមួយនឹងដៃគូរបស់យើងដែរចឹងហើយកុំសន្សំអាក្រក់ចំពោះគ្នាកុំគិតទុកអាក្រក់ចំពោះគ្នាត្រូវសន្សំល្អចាប់ដើមពីកាយវិការល្អ
chạp đam pi nhổ nhâm chạp đam pi ca để dây phía xa em là hai em nhai nhong nè qua tới từ bằng cát ban giờ phèn bằng cô đưa có rong lo cho phúc nè tụi mình tụi mau